បងប្អូនដែលធ្លាប់តែស្លសម្លម្ជូរគ្រឿងដាក់អំពិលទុំធម្មតាអាចដូរសាកមកស្លជាមួយស្លឹកម្កាក់តាមរបៀបខ្ញុំម្ដងបានធានាថារសជាតិគឺឆ្ងាញ់ខ្លាំងហ្មងជាពិសេសហើយយើងញ៉ាំទៅឡើងខ្ទិះហើយអានេះកាន់តែកណ្ដៅគឺកាន់តែឆ្ងាញ់សម្រាប់គ្រឿងដំបូងគេហ្នឹងគឺដូចតែគ្រឿងសម្លម្ជូរគ្រឿងធម្មតាអញ្ចឹងយើងមានគល់ស្លឹកគ្រៃម្ទេសស្លឹកក្រូចមានខ្ទឹមសមានម្ទេសអីចឹងទៅបុកវាឲ្យម៉ត់ទុកវាម្ដុំសិនទៅចាំយើងទៅរៀបចំបន្លែសម្រាប់បន្លែគឺខ្ញុំមានជាតកួនយើងមានស្លឹកក្រូចបន្តិចមកមានម្ទេសទៅចឹងណាហើយសម្រាប់សាច់គោយើងប្រើជារបៀបសាច់ច្បាយសាច់ស្លម្ជូរគ្រឿងនឹងបងប្អូនហើយគឺយើងមានជាស្លឹកម្កាក់អានេះយើងហាន់ឲ្យបានជាប្រទះរាងស្ដើងតូចចឹងទៅដើម្បីយើងងាយស្រួលបុកសម្រាប់ស្លឹកម្កាក់នេះបើសិនជាបងប្អូនអត់បុកទេស្លទៅគឺអត់សូវជូរឆ្ងាញ់ទេអញ្ចឹងឲ្យបងប្អូនបុកវារាងម៉ត់បន្តិចទៅស្លទៅគឺធានាថាឆ្ងាញ់ហ្មងបន្ទាប់ពីយើងបុកស្លឹកម្កាក់ឲ្យបានម៉ត់ល្អទុកវាម្ដុំហើយយើងទៅរៀបចំស្លហ្មងដំបូងគេនឹងគឺយើងដាក់ប្រេងឆាទុកវាឲ្យក្តៅហើយយើងរំលីងគ្រឿងរបស់យើងណាបងប្អូនសម្រាប់បងប្អូនខ្លះគឺគាត់យកគ្រឿងមកលីងជាមួយនឹងខ្ទិះដូងឬក៏ទឹកដោះគោឆៅអីចឹងទៅប៉ុន្តែសម្រាប់ខ្ញុំលីងជាមួយប្រេងឆាអញ្ចឹងវាឈ្ងុយជាងលីងគ្រឿងប្រហែល 2-3 នាទីចាំយើងដាក់ប្រហុកចូលលីងប្រហុកជាមួយនឹងគ្រឿងនឹងតទៀតប្រហែលជាខ្ទង់1នាទី2នាទីអីចឹងណាហើយបើសិនជាស្ងួតខ្ទះយើងអាចលួចថែមទឹកដោះគោឆៅក៏បានទឹកដោះគោស្រស់ឬក៏ខ្ទិះដូងក៏បានដែរដាក់បន្តិចចឹងទៅមើលតែគ្រឿងរបស់យើងឈ្ងុយមិនល្មមយើងដាក់សាច់គោឬក៏បងប្អូនណាចង់ស្លជាមួយពោះគោអីក៏បានដែរដាក់ចូលឲ្យឆាសាច់គោជាមួយគ្រឿងយើងឲ្យឆ្អិនសិនមកណាឆាប្រហែលជាខ្ទង់3 ទៅ 4 នាទីអីសិនទៅមើលតែសាច់គោរបស់យើងឡើងឆ្អិនមិនល្មមចាំយើងដាក់គ្រឿងក្រៅដាក់អីចូលហើយសាច់គោនឹងក៏ដូចគ្នាបើសិនជាបងប្អូនឃើញថាស្ងួតខ្ទះអាចលួចថែមខ្ទិះដូងបន្តិចចឹងណាដើម្បីកុំឲ្យវាខ្លោចមើលតែសាច់គោរបស់យើងឆ្អិនមិនល្មមយើងដាក់គ្រឿងចូលមកសម្រាប់គ្រឿងទោះបីជាយើងដាក់ប្រហុកក៏ដោយបងប្អូនកុំភ្លេចលួចទឹកត្រីបន្តិចមកប៊ីចេងហើយស្ករប្រើស្ករសក៏បានស្ករត្នោតដូចខ្ញុំអញ្ចឹងក៏បានដែរហើយបន្ទាប់មកគឺខ្ញុំថែមម្សៅស៊ុបបន្តិចដែរឬក៏បងប្អូនប្រើដុំស៊ុបក៏បានដែរណាដាក់គ្រឿងក្រៅចូលហើយយើងឆាសាច់ជាមួយនឹងគ្រឿងនឹងឲ្យចូលជាតិល្អហើយចាំដាក់ទឹកសម្រាប់ទឹកឲ្យដាក់រៀងច្រើនតែក៏បានដែរព្រោះអានេះយើងទៅរំងាស់ទៀតចឹងណាហើយយើងថែមស្លឹកក្រូចសើចមកដើម្បីឲ្យវាមានក្លិនឈ្ងុយហើយបើសិនជាបងប្អូនមានស្លឹកកត្រូបគេដាក់ស្លជាមួយម្ជូរគ្រឿងនឹងដាក់ទៅក្លិនរបស់វាកាន់តែឈ្ងុយហើយសម្រាប់ការរំងាស់គឺអាស្រ័យលើសាច់របស់យើងដែរសាច់ខ្លះក៏រំងាស់ឆាប់ផុយខ្លះទៅក៏រៀងយូរអញ្ចឹងណានេះបើសិនជារំងាស់កាន់តែយូរគឺកាន់តែឆ្ងាញ់មើលតែវាផុយមិនល្មមតាមដែលយើងចង់បានហើយចាំបងប្អូនដាក់ស្លឹកម្កាក់ចូលហើយខ្ញុំបង់ម្ទេសចូលបន្តិចដែរអញ្ចឹងណាហើយដាក់បន្លែចូលជាមួយគ្នាមកសម្រាប់ស្លម្ជូរគ្រឿងស្លឹកម្កាក់នេះបើសិនជាបងប្អូនអត់ចង់ដាក់បន្លែទេក៏បានដែរយើងដាក់តែស្លឹកម្កាក់ជាមួយសាច់គោឬក៏ពោះគោអីចឹងណាតែបើចង់ថែមបន្លែដូចខ្ញុំអញ្ចឹងក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនដាក់បន្លែចូលហើយគ្របគម្របទុកប្រហែលជាខ្ទង់4 ទៅ 5 នាទីឲ្យបន្លែរបស់យើងឆ្អិនទៅបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិរបស់សម្លម្ជូរគ្រឿងភាគច្រើនគឺគេយករៀងដិតប្រហុកបន្តិចជូរហើយនឹងប្រៃប៉ុន្តែគឺអត់សូវយកផ្អែមទេហើយចុងក្រោយគេអីដែលធ្វើឲ្យសម្លម្ជូរគ្រឿងរបស់យើងកាន់តែឆ្ងាញ់កាន់តែខ្ទិះហ្នឹងណាបងប្អូនគឺទឹកដោះគោស្រស់តែបើសិនជាបងប្អូនអត់មានទឹកដោះគោស្រស់ទេយើងប្រើខ្ទិះដូងឬក៏ទឹកដោះគោឆៅក៏បានដែរគ្រាន់តែថានេះតាមបទពិសោធន៍របស់ខ្ញុំអញ្ចឹងណាដាក់ទឹកដោះគោស្រស់គឺឆ្ងាញ់ជាងគេបងប្អូនគ្រាន់តែយើងដាក់ទឹកដោះគោស្រស់ចូលទៅយើងបិទភ្លើងភ្លាមមកនេះមិនបាច់ចាំទុកវាមកពុះទៀតទេញ៉ាំទៅធានាថាខ្ទិះហ្មងសម្រាប់សម្លនេះកាន់តែកណ្ដៅគឺកាន់តែឆ្ងាញ់ជាងមុនទៀតបងប្អូនមិនមែនសល់ហើយយើងយកទៅកណ្ដៅអត់ឆ្ងាញ់ទេណាហើយសម្រាប់សាច់គោរបស់ខ្ញុំនេះក៏ខ្ញុំអត់សូវរងាស់បានយូរដែរបងប្អូនខ្ញុំរងាស់ប្រហែលជាខ្ទង់តែ20 នាទីទេដោយសារតែខ្ញុំបញ្ញាប់ញ៉ាំដែរចឹងណាប៉ុន្តែបើសិនជាបងប្អូនមានពេលអាចរងាស់ឲ្យកាន់តែយូរឲ្យសាច់គោរបស់យើងផុយល្អទៅគឺកាន់តែឆ្ងាញ់ជាងមុនទៀតហើយពេលញ៉ាំណាបងប្អូនកុំភ្លេចញែកម្ទេសហិលក្នុងចានចឹងណាសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តម្ទេសដែរម្ហូបបើសិនជាអត់ម្ទេសគឺអត់ឆ្ងាញ់ហ្មងបើបានហិលជាមួយគ្នាជូររៀងដិតប្រហុកអញ្ចឹងគឺដឹងតែបាយបានច្រើនហ្មងហើយដូចដែលខ្ញុំបានបញ្ជាក់បងប្អូនចឹងស្លឹកម្កាក់ត្រូវតែបុកបើសិនជាស្លអត់បុកទេអត់ជូរឆ្ងាញ់ទេបងប្អូនខ្ញុំធ្លាប់ស្លអត់បុកដែរចឹងណាមានអារម្មណ៍ថាវាអត់ជូរដល់ថ្នាក់យើងថែមអំពិលទៀតក៏វាអត់ឆ្ងាញ់ដែរចឹងហើយយើងបុកវារៀងម៉ត់បន្តិចទៅវាចេញជាតិជូរបានល្អពេលដែលយើងយកទៅស្លទៅធានាថាមកឆ្ងាញ់ហ្មងហើយសម្រាប់ស្លម្ជូរគ្រឿងស្លឹកម្កាក់នេះយើងអាចស្លជាមួយសាច់គោដូចខ្ញុំអញ្ចឹងក៏បានជាមួយពោះគោឬក៏ជាមួយមាន់ក៏ត្រូវដែរ